ជំរាបសួរទូរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធីពិភពលោករាត្រីនេះសូមផ្ដើមនៅព័ត៌មានដំបូងទាក់ទងនឹងស្ថានភាពសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទូរទស្សនិកជនសម្ព័ន្ធយោធា NATO នៅពេលនេះកំពុងតែជំរុញឲ្យមានការឧបត្ថម្ភនៅសភាវុធបន្ថែមទៀតទៅដល់ប្រទេសអ៊ុយក្រែនស្របពេលដែលអ៊ុយក្រែនកំពុងតែបង្កើនព្រៀបឈ្នះរបស់ខ្លួនក្នុងការប្រយុទ្ធជាមួយនឹងរុស្ស៊ីស្របពេលដែលសម្ព័ន្ធយោធា NATO នៅតែមានក្តីបារម្ភអំពីការរីកធំឡើងនៃស្ថានភាពសង្គ្រាមនេះស្របពេលដែលតែ2ថ្ងៃទៀតតែប៉ុណ្ណោះសង្គ្រាមនេះនឹងឈានដល់អាយុកាល9ខែគត់ប្រមុខសម្ព័ន្ធយោធា NATO លោក Jens Stoltenberg និយាយថាចំនួនរវាងអ៊ុយក្រែននិងរុស្ស៊ីទំនងជានឹងចប់តាមរយៈការចរចាជាមូលហេតុដែលទីក្រុងគៀវចាំបាច់ត្រូវការអាវុធបន្ថែមលោក Stoltenberg បាននិយាយនៅក្នុងសន្ទរកថារបស់លោកនៅឯសម័យប្រជុំប្រចាំឆ្នាំនៃសន្និបាតសភារបស់សម្ព័ន្ធយោធា NATO លើកទី68នៅក្នុងទីក្រុងម៉ាឌ្រីតកាលពីថ្ងៃច័ន្ទថាយើងទាំងអស់គ្នាចង់ឲ្យសង្គ្រាមនេះបញ្ចប់ដោយបន្ថែមថាបញ្ហានៅត្រង់ថាតើសហរដ្ឋអាមេរិកដែលដឹកនាំប្លុកយោធានេះត្រូវបញ្ចប់ចំនួននេះដោយរបៀបណាប្រមុខអង្គការ NATO បានលើកឡើងថាយើងត្រូវតែដឹងថាសង្គ្រាមនេះទំនងនឹងបញ្ចប់តាមដំណាក់កាលមួយចំនួននៅតុចរចាប៉ុន្តែយើងក៏ត្រូវតែដឹងផងដែរថាលទ្ធភាពនៃការចរចាទាំងនោះអាស្រ័យលើកម្លាំងលើសមរភូមិប្រយុទ្ធដែរលោកថាដូច្នេះប្រសិនបើយើងចង់បានលទ្ធផលដែលអ៊ុយក្រែនអាចទទួលយកបានជាមធ្យោបាយល្អបំផុតនៃការសម្រេចបានគឺការផ្ដល់ការគាំទ្រខាងយោធាដល់អ៊ុយក្រែនលោកថាសមាជិក NATO ទាំងអស់ត្រូវតែត្រៀមគាំទ្រអ៊ុយក្រែនសម្រាប់ចំនួនអូសបន្លាយរយៈពេលវែងដោយជំរុញឲ្យក្រុមតំណាងរាស្ត្របន្តការតស៊ូមតិសម្រាប់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែនប៉ុន្តែប្រមុខសម្ព័ន្ធយោធា NATO រូបនេះបានលើកឡើងថាលោកខាងលិចនឹងត្រូវតែសងយ៉ាងច្រើនចំពោះភាពរឹងរូសរបស់ខ្លួនប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនព្រោះវានឹងក្លាយទៅជាសញ្ញាចំពោះរបបអាញាធរផ្សេងទៀតដែលពួកគេអាចសម្រេចបានគោលដៅដោយប្រើកម្លាំងដែលនឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀតដល់ពិភពលោកកន្លែងទៅមើលព័ត៌មានតាក់ទងទៅនឹងក្តីបារម្ភអំពីរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងខេត្ត Zaporizhzhia របស់អ៊ុយក្រែនវិញដែលកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះមានហេតុការណ៍ផ្ទុះដ៏កក្រើកបានកើតមានឡើងនៅបរិវេណនៃរោងចក្រនេះដែលបង្កឲ្យមានក្តីបារម្ភអំពីមហន្តរាយនុយក្លេអ៊ែរនៅពេលនេះខាងវិមានក្រឹមឡាំងខាងរុស្ស៊ីជំរុញឲ្យមានការឆ្លើយតបជាសកលជុំវិញការបាញ់ផ្លោងនៅរោងចក្រនុយក្លេអ៊ែរដែលរុស្ស៊ីបានចោទប្រកាន់ថាការបាញ់ផ្លោងនេះគឺជាស្នាដៃរបស់អ៊ុយក្រែនវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួនមានក្តីបារម្ភដោយការបាញ់ផ្លោងជាថ្មីនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពីចុងសប្តាហ៍និងបានអំពាវនាវឲ្យប្រទេសនានាប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីជួយបញ្ចប់ការវាយប្រហារលើស្ថានីយ៍ថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបនេះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីត្រូវបានធ្វើឲ្យរង្គោះរង្គើដោយការបាញ់ផ្លោងកាលពីថ្ងៃចុងសប្តាហ៍មុនបណ្ដាលឲ្យមានការថ្កោលទោសពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិដែលបាននិយាយថាការវាយប្រហារបែបនេះបង្កហានិភ័យនិងគ្រោះមហន្តរាយធំធេងណាស់អ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយថាយើងបានអំពាវនាវឲ្យប្រទេសទាំងអស់លើលោកប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដូច្នេះកម្លាំងប្រដាប់អាវុធអ៊ុយក្រែននឹងបញ្ឈប់ការបាញ់ផ្លោងម្ដងហើយម្ដងទៀតនៅរោងចក្រភាគខាងត្បូងប្រទេសអ៊ុយក្រែនបានបង្កើននៅក្តីបារម្ភអំពីសក្តានុពលនៃគ្រោះថ្នាក់ធ្ងន់ធ្ងរមានចម្ងាយត្រឹមតែ500គីឡូម៉ែត្រពីទីតាំងគ្រោះថ្នាក់នុយក្លេអ៊ែរអាក្រក់បំផុតរបស់ពិភពលោកជាគ្រោះមហន្តរាយនៅរោងចក្រ Chernobyl កាលពីឆ្នាំ1986បាទទូរទស្សនិកជនតាក់ទងនឹងស្ថានភាពសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែននេះឥឡូវនេះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិទាំងពីររូបរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកណនរីណានិងលោកចិនសេរីមដែលលោកទាំងពីរនឹងលំអិតបន្ថែមទៀតតាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងសង្គ្រាមពិសេសជំហានបន្ទាប់របស់ខាងអង្គការ NATO ក៏ដូចជាមូលហេតុមួយចំនួនដែលរុស្ស៊ីសម្រេចដកកម្លាំងរបស់ខ្លួនចេញពីទីក្រុង Kherson កាលពីអំឡុងខែដើមខែវិច្ឆិកាកន្លងទៅនេះឥឡូវនេះខ្ញុំបាទសូមជូនសំណួរដំបូងទៅកាន់លោករីណាចង់ដឹងអំពីជំហានបន្ទាប់របស់ខាងអង្គការ NATO បន្តិចយើងបានមើលឃើញថា NATO នៅតែមានការត្រៀមលក្ខណៈនៅក្នុងការឆ្លើយតបជាបន្តបន្ទាប់ដើម្បីជួយដល់អ៊ុយក្រែននៅក្នុងការប្រយុទ្ធជាមួយនឹងរុស្ស៊ីនៅពេលដែលអ៊ុយក្រែនកំពុងតែបង្កើនព្រៀបរបស់ខ្លួនប៉ុន្តែ NATO ខ្លួនឯងក៏លើកឡើងផងដែរថាសង្គ្រាមនេះនឹងត្រូវអូសបន្លាយពេលជាបន្តវែងឆ្ងាយទៅមុខទៀតដែរអញ្ចឹងជាជំហានបន្ទាប់តើគេអាចមើលឃើញថា NATO នឹងត្រូវធ្វើកិច្ចការអ្វីបន្តទៀតលោករីណាបាទកាលពីថ្ងៃច័ន្ទសម័យនេះគេសភា NATO មានសភានៃប្រទេសសម្ព័ន្ធយោធា NATO ហ្នឹងគឺបានអនុម័តសេចក្តីសម្រេចដោយប្រកាសថារុស្ស៊ីគឺជារដ្ឋភេរវករក្នុងនោះគឺក្រៅតែពីការប្រកាសវិធានការជានិមិត្តរូបហើយនៅមានការបដិញ្ញាចិត្តផ្សេងទៀតដែលថាដើម្បីទប់ទ្រស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនឲ្យមានលទ្ធភាពបន្តទៅមុខបានអាចការពារខ្លួនបានគឺសមាជិកសម្ព័ន្ធយោធា NATO ត្រូវតែគ្រប់គ្រងយ៉ាងដាច់ខាតផ្នែកយោធាចារកម្មហិរញ្ញវត្ថុការបណ្ដុះបណ្ដាលនិងការដឹកជញ្ជូនសភាវុធដោយចំហទៅឲ្យប្រទេសអ៊ុយក្រែនជាបន្តទៀតដោយសារតែគេបានចាត់ទុកថារុស្ស៊ីជារដ្ឋភេរវករហើយដោយសាររយៈកាលនេះគឺរុស្ស៊ីបានវាយប្រហារកំទេចប្រទេសអ៊ុយក្រែនទាំងអស់គ្រប់ទីកន្លែងទាំងអស់មិនត្រឹមតែតំបន់សមរភូមិទេហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគ្រប់បែបយ៉ាងជាពិសេសគឺធម្មពលអគ្គិសនីទឹក
ភ្លើងនេះគឺมันមានលទ្ធភាពក្នុងការគ្រប់គ្រងប្រជាពលរដ្ឋអ៊ុយក្រែននឹងឲ្យបានគ្រប់គ្រាន់ទេទើបប្រកាសឲ្យមានការរដ្ឋបិទក្នុងការប្រើប្រាស់មួយទៀតក៏ប្រទេសទាំងអស់នេះស្នើឲ្យបង្កើនតុលាការអន្តរជាតិ International Tribunal មួយទៀតដើម្បីកាត់ទោសរាល់មេដឹកនាំរុស្ស៊ីទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើអកតកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះគឺជាវិធានការថ្មីមួយដែលគេមើលឃើញថា NATO ចាប់ផ្ដើមភ្ញាក់រលឹកចំពោះតម្រូវការថ្មីដើម្បីការពារខ្លួនទប់ទល់នឹងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននេះវាអាចនឹងហៀចូលមកមួយទៀតគឺផ្ដល់លទ្ធភាពឲ្យដាក់ពង្រាយកងកម្លាំងរបស់ NATO ទាំងអស់នៅតាមព្រំដែនដែលជាសមាជិកសម្ព័ន្ធយោធា NATO មិនត្រឹមតែប៉ុណ្ណោះក៏មានការផ្ដល់យោបល់ឲ្យកែសម្រួលគ្រប់ហេដ្ឋារចនាសម្ព័ន្ធដូចជាឡាតវីលីតូយ៉ានីនិងប្រទេសមួយចំនួនទៀតដែលប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនចាស់ៗក្នុងសម័យសហភាពសូវៀតត្រូវដូរចោលទាំងអស់ឲ្យប្រើប្រាស់ប្រព័ន្ធខ្លួនឯងថ្មីជារបស់សម្ព័ន្ធយោធា NATO នេះវិធានការនេះទោះបីជាវាមិនមែនជាចំណងផ្លូវច្បាប់ក៏ដោយក៏ប៉ុន្តែមិនមែនជាការបង្ខិតបង្ខំឲ្យសមាជិកទាំងអស់ត្រូវតែធ្វើអញ្ចឹងទេក៏ប៉ុន្តែជាការស្ម័គ្រចិត្តឲ្យបង្ហាញពីជំហររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីដោយសារគេមើលឃើញថាស្ថានភាពចុងក្រោយនេះគឺរុស្ស៊ីជាការគម្រាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខអឺរ៉ុបអាត្លង់តិកដោយឥឡូវនេះគឺសង្គ្រាមកំពុងឆាបឆេះនៅអឺរ៉ុបខាងកើតនេះគឺជាវិធានការថ្មីហើយនឹងមានវិធានការជាច្រើនទៀតក្នុងការបណ្ដុះបណ្ដាលកម្លាំងអ៊ុយក្រែននេះឥឡូវនេះគឺលែងជាចំហហើយបានលើកឡើងថាកន្លងមកការដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍សពាវុធពីលោកខាងលិចមកកាន់សមរភូមិអ៊ុយក្រែនដល់ច្បោកច្បល់ហ្នឹងគឺគ្មានការតាមដានជាក់លាក់ទេឥឡូវនេះគឺឲ្យមានវិធានការច្បាស់លាស់ក្នុងការដឹកជញ្ជូនមកតាមមកដល់ទៀតថាតើកភ្លើងដាក់នៅតាណាវិស័យចារកម្មគឺបានកម្បាញបាន share គ្នាទាំងអស់ចែករំលែកទាំងអស់ដើម្បីជួយឲ្យអ៊ុយក្រែនមានលទ្ធភាពទប់ទល់នឹងសង្គ្រាមនេះហើយលោក Volodymyr Zelensky ក៏បានថ្លែងសារតាមវីដេអូនៅមុនពេលអនុម័តសេចក្តីសម្រេចយ៉ាងដែរដោយអរគុណដល់ការខិតខំប្រឹងប្រែងរបស់លោកខាងលិចគ្រប់គ្រងអ៊ុយក្រែននិងជួយឧបត្ថម្ភជំនួយយោធាដល់អ៊ុយក្រែនដែលអាចឲ្យអ៊ុយក្រែនមានលទ្ធភាពការពារខ្លួនឯងក្នុងសង្គ្រាមរហូតមកដល់ពេលនេះនេះគឺជាវិធានការថ្មីដែលគេមើលឃើញថាពន្លឺនៃការចរចាប្រហែលជាគ្មានការឡើងក្នុងពេលឆាប់ៗនេះទេដោយសារប្រទេសទាំងអស់នោះគឺបានប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនឯងហើយឲ្យមានការរុះរើគ្រប់ហេដ្ឋារចនាសម្ព័ន្ធដែលចាស់มันអាចធានាដល់ការផ្គត់ផ្គង់នេះគឺត្រូវដោះដូរចោលទាំងអស់ចាប់ពីថ្ងៃដែលចេញសេចក្តីសម្រេចនេះតទៅដូច្នេះនេះគឺជាវិធានការបន្ទាប់ដែលគេមើលឃើញថាជាការប្រឆាំងដាច់ខាតរវាងរុស្ស៊ីនិងលោកខាងលិចហើយបាទឥឡូវនេះយើងចាក់ចេញពីរឿងជុំវិញខាងសម្ព័ន្ធយោធា NATO ដែលមិនមែនជាគូភាគីចំនួនផ្ទាល់នៅក្នុងសង្គ្រាមនេះគឺសង្គ្រាមយើងដឹងរួចទៅហើយរុស្ស៊ីនិងអ៊ុយក្រែនឥឡូវនេះចង់ដឹងតកតងនឹងស្ថានភាពសង្គ្រាមបន្តិចជួនសំណួរបន្តទៅកាន់លោកសេរីយើងនៅចាំបានថាកាលពីថ្ងៃទី9ខែវិច្ឆិកាកន្លងទៅគឺជាថ្ងៃដែលយើងទទួលបានព័ត៌មានថាកងទ័ពរុស្ស៊ីបានដកកម្លាំងរបស់ខ្លួនចេញពីខេត្តខឺសុននៅភាគខាងត្បូងស្របពេលដែលខេត្តនោះគឺជាត្រូវបានដាក់ជាឧបសម្ព័ន្ធរបស់រុស្ស៊ីរួចទៅហើយនោះឥឡូវនេះមានការចោទសួរជាច្រើនអំពីមូលហេតុសំខាន់ជាពិសេសគឺផ្ដោតសំខាន់ចង់ឲ្យមន្ត្រីជាន់ខ្ពស់ផ្នែកយោធារុស្ស៊ីគេឆ្លើយថាហេតុអីបានមានការដកកម្លាំងរបស់រុស្ស៊ីចេញពីទីក្រុងខឺសុននៅពេលនោះបាទការដកកម្លាំងហ្នឹងវាមានភាពចម្រូងចម្រាសច្រើនប៉ុន្តែវាមានការអះអាងនឹងខុសគ្នាដោយខាងភាគីអ៊ុយក្រែនថារុស្ស៊ីនឹងចាញ់ពីព្រោះនៅលើសមរភូមិអ៊ុយក្រែនវាយប្រហារពីភាគខាងជើងឆ្ពោះទៅកាន់ភាគខាងត្បូងនៃខេត្តខសិនភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនហ្នឹងអញ្ចឹងកងទ័ពអ៊ុយក្រែននៅតែមានព្រៀបនៅឡើយហើយខាងកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីហ្នឹងហាក់ដូចជារួញថយបន្តិចម្ដងរហូតដល់ចុងក្រោយសម្រាប់ដកកម្លាំងយោធាចេញពីទន្លេមកខាងហ្នឹងប៉ុន្តែបើតាមការបញ្ជាក់ពីលោក Sergei Surovikin ដែលជាមេបញ្ជាការកងទ័ពរបស់ខាងប្រទេសរុស្ស៊ីទើបនឹងឡើងថ្មីបានប្រហែលខែហ្នឹងលោក Vikin បានបញ្ជាក់ថាការដកកងកម្លាំងយោធាចេញពីទន្លេមកខាងចូលទៅខាងតំបន់ទន្លេមកខាងទៀតព្រោះទន្លេនីប្រូនោះវានៅចែកពុះកដាលហ្នឹងអញ្ចឹងខាងកងទ័ពរុស្ស៊ីទៅនៅមកខាងដកពីខាងនេះទៅនៅខាងទន្លេមកខាងទៀតគឺដើម្បីសុវត្ថិភាពដល់កងកម្លាំងយោធាក៏ដូចជាដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹងដែរពីព្រោះខាងប្រទេសរុស្ស៊ីបានដាក់ទីក្រុងខឺសិនខេត្តខឺសិនហ្នឹងជាឧបសម្ព័ន្ធរបស់ខ្លួនរួមជាមួយនឹងខេត្ត3ផ្សេងទៀតមានសាប៉ូរីសាមាន2នៅខាងកើតអីដើមហ្នឹងអញ្ចឹងការដាក់បញ្ចូលហើយគឺប្រជាពលរដ្ឋទាំងនោះរស់នៅក្នុងតំបន់សមរភូមិហើយអញ្ចឹងបើតាមការបញ្ជាក់ពីលោក Surovikin ថាគឺដើម្បីបញ្ជាពីការប្រយុទ្ធគ្នាធ្វើឲ្យអន្តរាយដល់អាយុជីវិតកងទ័ពផងធ្វើឲ្យការចំណាយច្រើនទៅលើខាងគ្រឿងយុទ្ធោបករណ៍ផងអញ្ចឹងហើយបានជាលោក Surovikin នៅពេលបច្ចុប្បន្នគឺទទួលរងសម្ពាធទោះបីជាឆ្លើយបែបហ្នឹងក៏ដោយពីព្រោះលោកនឹងជាក្តីសង្ឃឹមថាក្នុងសង្គ្រាមកន្លងមកនៅប្រទេសស៊ីរីជាដើមលោក Surovikin នឹងជាមេទ័ពដែលមានបញ្ជាដាច់ខាតហើយនឹងមានក្បួនយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការវាយបកទៅលើសត្រូវ
វិញដូចជានៅខាងរុស្ស៊ីជាដើមនៅខាងប្រទេសសេរីជាដើមប៉ុន្តែដល់មកខាងអ៊ុយក្រែននេះយុទ្ធសាស្ត្ររបស់លោកវីគិនហាក់ដូចជាមិនមានប្រសិទ្ធភាពផ្ទុយទៅវិញក្រោយពីលោកវីគិនត្រូវបានតែងតាំងជាអគ្គមេបញ្ជាការយោធារបស់ខាងរុស្ស៊ីមកមើលទៅហាក់ដូចជាមិនមានអ្វីប្រែប្រួលទេហើយខាងកងទ័ពអ៊ុយក្រែនហាក់ដូចជានៅតែមានព្រៀបដដែលប៉ុន្តែគ្រាន់តែរហូតមកដល់ពេលនេះខាងកងទ័ពអ៊ុយក្រែនថ្មីត្បិតតែមានព្រៀបនៅលើសមរភូមិទាំងនៅខាងកើតទាំងនៅខាងត្បូងមែនប៉ុន្តែតំបន់ទាំង4ដែលត្រូវបានដាក់ចូលជាឧបសម្ព័ន្ធពីសំណាក់ខាងភាគីរុស្ស៊ីហើយហ្នឹងគឺខាងអ៊ុយក្រែនមិនទាន់ដណ្ដើមយកបានមួយមកវិញទេមានន័យថាមិនគាត់មានព្រៀបនៅលើសមរភូមិប៉ុន្តែតំបន់ទាំង4ដូចជាខេត្តខឺសិននិងសាប៉ូរីសានៅភាគខាងត្បូងគឺនៅតែមានការប្រទាញបន្ទង់គ្នាដដែលខាងអ៊ុយក្រែនអត់ទាន់វាយផ្ដាច់យកតំបន់ណាមួយដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនរួចជាស្រេចទៅហើយអញ្ចឹងសរុបមកវិញបើតាមការអះអាងរបស់មេទ័ពរុស្ស៊ីហ្នឹងថាការដកកងកម្លាំងយោធាចេញពីទន្លេម្ខាងទៅទន្លេម្ខាងទៀតនៃទន្លេនីប្រូហ្នឹងគឺដើម្បីបញ្ជាការបាត់បង់អាយុជីវិតជនស៊ីវិលនិងកងកម្លាំងយោធារួមទាំងគ្រឿងយុទ្ធោបករណ៍នៅក្នុងតំបន់សមរភូមិប្រយុទ្ធហ្នឹងបាទសូមជូនសំណួរបន្តទៅកាន់លោករីណាវិញលោករីណាយើងឃើញថាតែប្រហែលថ្ងៃទៀតនេះគឺសង្គ្រាមនឹងឈានចូលដល់រយៈពេល9ខែគត់នឹងឈានចូលដល់ខែទី10ថែមទៀតផងចង់ដឹងអំពីមុខព្រួញរបស់ទាហានអ៊ុយក្រែនវិញក្រោយពីកងទ័ពរុស្ស៊ីដកចេញពីខឺសុនទៅតើមុខព្រួញរបស់អ៊ុយក្រែននៅពេលនេះផ្ដោតសំខាន់ទៅលើតំបន់ណាខ្លះបាទការប្រយុទ្ធគ្នានៅពេលនេះគឺតាមការបញ្ជាក់ពីកងកម្លាំងអ៊ុយក្រែនផងក៏ដូចជាលោក Volodymyr Zelensky ហើយនឹងមានរបាយការណ៍ពី Ukraine Forum របស់អ៊ុយក្រែនក៏បានបញ្ជាក់ដែរគឺមុខព្រួញសំខាន់គឺនៅតំបន់ខឺសិនទេដោយសារថាតំបន់ខឺសិនហ្នឹងគឺមិនទាន់យកបានទាំងស្រុងទេគឺបាននៅតែក្នុងខេត្តទីក្រុងខឺសិននេះគឺជាគោលដៅដែលបានហើយបន្ទាប់មកគឺវាយរុលបន្តទៅទៀតគឺនៅតំបន់ខឺសិនទាំងមូលមិនទាន់យកបានទាំងអស់អញ្ចឹងគឺជាគោលដៅសំខាន់ដែលកងកម្លាំងអ៊ុយក្រែនត្រូវវាយដណ្ដើមយកមួយទៀតគឺទីតាំងដែលមានការប្រយុទ្ធគ្នាខ្លាំងនៅពេលនេះក្រោយពេលកងកម្លាំងអ៊ុយក្រែនរុស្ស៊ីបានដកចេញពីខេត្តខឺសិនទៅពីទីក្រុងខឺសិនទៅគឺនៅប្រមូលផ្ដុំគ្នានៅដូនញ៉េតមួយផ្នែកប្រហែលជា30000នាក់បើតាមការបញ្ជាក់ពីរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកទីនោះគឺជាកន្លែងជាទីតែគេហៅថាជាទីលានឬក៏ជាសមរភូមិដែលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាដែលកងកម្លាំងអ៊ុយក្រែននៅពេលនេះក៏បានលើកឡើងអំពីស្ថានភាពលំបាកក្នុងការវាយរុលទៅមុខប៉ុន្តែនៅតែបន្តដំណើរទៅមុខដូច្នេះមុខព្រួយសំខាន់ជាងគេគឺតំបន់ភាគខាងត្បូងនិងភាគខាងកើតឥឡូវនេះរុលចូលដល់ដូនញ៉េតហើយក៏បានដណ្ដើមបានលំនៅឋានមួយចំនួនទៀតដែរហើយការប្រយុទ្ធគ្នានៅតំបន់នោះហាក់ដូចជាមានការយឺតយ៉ាវក្នុងការរុលទៅមុខសម្រាប់កងកម្លាំងអ៊ុយក្រែនទីតាំងភូមិសាស្ត្រក៏លំបាកហើយណាមួយគឺអាកាសធាតុដែលជាការរារាំងដល់ប្រតិបត្តិការសឹករបស់អ៊ុយក្រែនរហូតដល់រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបានលើកឡើងថាសម្រាប់ការដណ្ដើមដែនដីនៅភាគខាងកើតនេះគឺมันអាចដណ្ដើមបានមកទាំងអស់ងាយទេដោយសារតែរដូវរងាបានចាប់ដើមចូលមកដល់អាកាសធាតុលំបាកសម្រាប់កងកម្លាំងអ៊ុយក្រែនធ្វើឲ្យប្រតិបត្តិការសឹកដែលធ្លាប់តែដណ្ដើមបានជោគជ័យក្នុងរយៈពេលខ្លីគឺទៅជាការអូសបន្លាយពេលវេលាអញ្ចឹងជាពេលវេលាដ៏លំបាកដោយសារកងកម្លាំងរុស្ស៊ីក៏ទៅផ្ដុំនៅម្ដុំនឹងដែរអញ្ចឹងមុខព្រួយខ្លាំងរហូតដល់ភាគខាងត្បូងនៅខឺសិនហ្នឹងក៏មាននៅសាប៉ូរីសាហ្នឹងក៏មានបាញ់តគ្នាខ្លះដែរប៉ុន្តែស្រួចជាងគេខ្លាំងជាងគេក្តៅជាងគេគឺដូនញ៉េតហើយនឹងខឺសិនគឺពីរទីតាំងនេះគឺជាតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាជានៅក្នុងដំណាក់កាលចុងក្រោយពេលដែលសង្គ្រាមចិត្តឈានចូលដល់ខែទី10របស់ខ្លួននឹងបាទឥឡូវនេះយើងកន្លែងទៅមើលទស្សនវិជ្ជាមួយទៀតនៅក្នុងសង្គ្រាមនេះដែរលោកសារីមយើងឃើញថារយៈកាលចុងក្រោយនេះរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនគឺមិនមែនផ្ដោតតែទៅលើសមរភូមិទេគឺវាយសង្គ្រោះកន្លែងទាំងអស់នៅក្នុងទឹកដីអ៊ុយក្រែនដោយផ្ដោតសំខាន់ទៅលើប្រភពធម្មពលមានដូចជាទីតាំងរោងចក្រផលិតធម្មពលអគ្គិសនីសំខាន់ទីតាំងផលិតប្រភពទឹកសំខាន់ដើម្បីផ្គត់ផ្គង់ដល់ប្រជាជននៅទូទាំងប្រទេសអ៊ុយក្រែនដែលបញ្ហានេះត្រូវបានគេចោទជាសំណួរថាការវាយប្រហារក្រៅសមរភូមិបែបនេះអ្វីទៅដែលជាគោលបំណងសំខាន់របស់ខាងប្រទេសរុស្ស៊ីហើយអាចនឹងធ្វើឲ្យទាហានអ៊ុយក្រែនចុះខ្សោយដែរទេការវាយប្រហារដោយប្រើយុទ្ធសាស្ត្របែបនេះបាទជាគោលដៅរបស់ប្រទេសរុស្ស៊ីហ្នឹងគឺមិនមែនត្រឹមតែយកឈ្នះនៅលើសមរភូមិនោះទេគឺនិយាយស្រួលស្ដាប់ថាធ្វើបាបប្រជាពលរដ្ឋនៅទូទាំងប្រទេសអ៊ុយក្រែនតែម្ដងហើយគោលដៅរបស់ប្រទេសរុស្ស៊ីវាយប្រហារហ្នឹងគឺខ្លាំងជាងគេឥឡូវនេះចាប់ផ្ដើមរដូវរងាខ្លាំងហ្នឹងចូលមកដល់ហើយប៉ុន្តែមិនទាន់ពេញបន្ទុកទេប៉ុន្តែរដូវត្រជាក់ខ្លាំងហ្នឹងចូលមកដល់ហើយដែលធ្លាក់តកកខ្លាំងមែនតើហើយជួនចំនៅពេលហ្នឹងគឺខាងប្រទេសរុស្ស៊ីហ្នឹងវាយប្រហារសម្ដៅទៅលើការផ្គត់ផ្គង់អគ្គិសនីគេហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កន្លែងផ្គត់ផ្គង់ធម្មពលជាដើមហ្នឹងអញ្ចឹងជាចំណុចសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃអញ្ចឹងការធ្វើបែបនេះមានន័យថាខាងរុស្ស៊ីនឹងមិនត្រឹមតែចង់ឈ្នះសង្គ្រាមនៅលើសមរភូមិដោយអាវុធនៅពេលបច្ចុប្បន្ននោះទេគឺខាងប្រទេសរុស្ស៊ីថែមទាំងធ្វើបាបធ្វើទុកបុកម្នេញដល់ជនស៊ីវិលនៅទូទាំងប្រទេសទៅទៀតដែលធ្វើបែបនេះត្រង់ថាអាចឈ្នះមិនអាចឈ្នះក៏ដោយប៉ុន្តែគ្រាន់តែថាក្នុងគោលដៅកងទ័ពនៅជួរមុខបើកាលណាដឹងអំពីទុកលំបាកវេទនារបស់សាច់ញាតិ
បងប្អូនរបស់ខ្លួននៅឯសមរភូមិក្រោយនេះក៏ស្មារតីប្រយុទ្ធនឹងក៏មិនសូវជាមោះមុតដែរពីព្រោះប្រយុទ្ធនឹងគឺដើម្បីអ្នកក្រោយនឹងឯងហើយដល់លឺថាអ្នកក្រោយមានបញ្ហាអញ្ចឹងដែរគឺអ្នកខាងមុខនឹងក៏មិនសូវជាមានកម្លាំងដែរហើយគោលដៅរបស់ប្រទេសរុស្ស៊ីមិនមែនវាយប្រហារតែមួយលើកពីរលើកទេនឹងបន្តវាយប្រហារតទៅទៀតនៅទូទាំងប្រទេសអញ្ចឹងហើយបានជាប្រទេសភាគច្រើននៅលើពិភពលោកគេថ្កោលទោសត្រង់ចំណុចហ្នឹងគេថ្កោលទោសគេរិះគន់រុស្ស៊ីនៅត្រង់ថាការប្រយុទ្ធគ្នាមានសមរភូមិហើយតបជួរមុខនឹងជួរមុខហ្នឹងប្រយុទ្ធគ្នាយកឈ្នះចាញ់មិនជាបញ្ហាទេព្រោះប្រទេសមានសង្គ្រាមនឹងគ្នាត្រូវតែអញ្ចឹងឯងប៉ុន្តែខាងរុស្ស៊ីដោយសារតែជាមហាអំណាចសហភាពលេខ2នៅលើពិភពលោកអញ្ចឹងខាងប្រទេសរុស្ស៊ីគឺមានមីស៊ីលមានគ្រឿងយុទ្ធោបករណ៍ទំនើបដែលអាចវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែនបានអញ្ចឹងរុស្ស៊ីមិនត្រឹមតែវាយជលមុខជាមួយនឹងខាងកងទ័ពអ៊ុយក្រែនទេណែមកវាយប្រហារនៅសមរភូមិក្រោយនេះទៀតដែលប្រជាពលរដ្ឋអ៊ុយក្រែនបើតាមការលើកឡើងរបស់លោក Dennis Brown ដែលជាអ្នកសម្របសម្រួលជនស៊ីវិលក្នុងសង្គ្រាមរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ុយក្រែននឹងតែម្ដងលោក Brown បានបញ្ជាក់ថាប្រជាពលរដ្ឋអ៊ុយក្រែននៅពេលបច្ចុប្បន្ននឹងមានការលំបាកខ្លាំងមែនទែនលំបាកនៅត្រង់ថាប្រទេសដែលធ្លាប់តែមានសន្តិភាពប្រទេសដែលធ្លាប់តែរស់នៅស្រុកស្រួលក្នុងទ្រព្យសម្បត្តិស្រុកស្ដំតែនៅពេលនេះប្រជាពលរដ្ឋខ្វះខាតសពបែបយ៉ាងទាំងអស់សូម្បីតែភ្លើងអគ្គិសនីតំបន់ភាគច្រើនមិនមានភ្លើងអគ្គិសនីប្រើប្រាស់ទេវាជួនចំរអិលរងាចូលមកដល់ហើយទឹកស្អាតសម្រាប់រស់នៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក៏មិនមានដែរក្នុងតំបន់ខ្លះហើយចំណែកប្រេងសូម្បីតែប្រេងឥន្ធនៈហ្នឹងក៏ពិបាកនឹងរកដើម្បីបំពេញតម្រូវការក្នុងគ្រួសារប្រចាំថ្ងៃដែលប្រជាពលរដ្ឋមួយចំនួនជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់សមរភូមិដូចជា Kherson Zaporizhzhia នៅភាគខាងត្បូងជាដើមទៅដងទឹកស្រះដែលមិនមានអនាម័យត្រឹមត្រូវធ្វើឲ្យឆ្លងជំងឺមានការពិបាកខ្លាំងមែនទែនបើតាមការអធិប្បាយរបស់លោក Dennis Brown ដែលជាតំណាងរបស់អង្គការសហប្រជាជាតិសម្របសម្រួលជនស៊ីវិលនៅប្រទេសអ៊ុយក្រែនហ្នឹងអញ្ចឹងសរុបមកវិញជាគោលដៅរបស់ខាងប្រទេសរុស្ស៊ីការវាយប្រហារទាំងសមរភូមិមុខនិងសមរភូមិក្រោយនៅក្នុងប្រទេសអ៊ុយក្រែនហ្នឹងគឺក្នុងគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋអ៊ុយក្រែនបំបាក់ស្មារតីទាំងកងកម្លាំងយោធាជួរមុខនិងបំបាក់ស្មារតីទាំងមេដឹកនាំរបស់ប្រទេសអ៊ុយក្រែនប៉ុន្តែត្រង់ថាអាចយកឈ្នះឬមិនអាចហ្នឹងមិនទាន់ថាត្រូវទេបាទសូមអរគុណលោកសេរីក៏ដូចជាលោករីណាយើងនៅបន្តតាមដានបន្តទៀតអំពីអនាគតនៃសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះស្របពេលដែលបានតែ2ថ្ងៃទៀតទេគឺរយៈពេលនៃសង្គ្រាមគឺ9ខែគត់ហើយត្រូវឈានចូលដល់ខែទី10ទៀតហើយស្របពេលដែលពន្លឺនៃការចរចាគឺមិនមានសោះគិតត្រឹមពេលនេះតើស្ថានភាពនឹងវិវត្តទៅជាយ៉ាងណាយើងនៅបន្តតាមដានបន្តទៀតអរគុណជម្រាបលាបាទអរគុណ